រិកិរិយាអ្នកមហាសក្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញេយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយនឹងសូមថ្វាយបង្គំនឹងចម្រើនពរនឹងហើយទីនេះផ្សាយចេញពីវត្តមនីរតនារាមខេត្តពោធិ៍សាត់ហ្នឹងហើយនេះជាមេរៀនយើងបងនេះជាសេចក្តីសរុបមកក្នុងសង្ឃៈដែលយើងរៀនតែសរុបនេះអាត្មាសប្តាហ៍មុនអាត្មានិយាយតែសង្ខេបសង្គ្រោះវេទនាសង្ឃៈទាំង5ហ្នឹងចូលនៅក្នុងចិត្តទាំង89ឬក៏121ដួងនេះអញ្ចឹងនៅក្នុងសប្តាហ៍មុននោះគឺអាត្មាបានបញ្ជាក់ញាតិញោមសួរថាញាតិញោមចង់បានការសង្គ្រោះសង្ខេបបែបវេទនាក្នុងចិត្តសឹកអត់ណែនេះឥឡូវអាត្មាធ្វើហើយបងញាតិញោមអាច screenshot បានហើយមើលទៅដូចជាអត់មានការបញ្យល់អីទៀតទេព្រោះអាចមើលយល់បានទេបងព្រោះមេរៀនយើងនិយាយហោហាយច្រើនចុះញាតិញោម screenshot ឲ្យយកទៅមើលតែម្ដងទៅនៅកន្លែងនេះញាតិញោមមើលពីចិត្តសឹក52មកក្រោយមកក៏អាត្មាបង្រៀនបែបនេះណាហើយនេះជាតួលេខចំនួនចិត្តសឹកយើងបូកបញ្ចូលគ្នាទៅគឺវាបានចំនួន52ចិត្តសឹកហ្នឹងអញ្ចឹងតួរបស់វេទនាចិត្តសឹកនេះវាអត់ប្រកបជាមួយនឹងវេទនាខ្លួនឯងទេគឺវាជាតួអង្គដ៏សំខាន់នៅក្នុងវេទនាសង្ឃៈគឺយកចិត្តនិងចិត្តសឹកមកសង្គ្រោះជាមួយនឹងវេទនាចិត្តសឹកហ្នឹងគឺបានន័យថាវេទនាចិត្តសឹកនេះវាទៅកើតចិត្តពួកណាខ្លះគុំចាស់កណាសមកាសមួយទៀតគុំចាស់កន្លែងចិត្តសឹក52ក៏លើកន្លែងសោភណៈចិត្តសឹកមិនដាក់វាបៃតៈនៅខាងលើវិញខាងនោះត្រូវគួរលុបឲ្យគុំចាស់ប្រហែលជាអាត្មាច្រឡំទេញោមហ្នឹងគុំចាស់ប្រហែលជាខាងដាក់ខាងក្រោមនេះប្រហែលសេច្រឡំណែកែអត់តអស់ទៀតណានេះនឹងចាំ screenshot ទៀតđấy ប្រហែលជាអាត្មាដែរនេះតែប្រហែលជាច្រឡំពី enter ចុះ enter ឡើងញោមណាគុំចាស់អញ្ចឹងហើយវេទនាទាំងអស់ញាតិញោមមើលទៅឃើញទាំងអស់មានតែ5វេទនាទោះបីជាមើលទៅឃើញដូចច្រើនមើលទៅឃើញ1 2 3 4 5 6 7 8 9 10 11 12 13បានន័យថាយើងរាប់អញ្ចឹងវាឃើញច្រើនហើយក៏ប៉ុន្តែទាំងអស់នេះយើងអាណាដូចគ្នាយើងរាប់តែមួយទៅសរុបមកវាមានតែវេទនាតែ5ហ្នឹងឯងអញ្ចឹងអាចមើលហ្នឹងទៅអាចមកគិតថាញាតិញោមអាចយល់បាននេះសរុបដូចថាយើងរៀនទៅច្រើនសន្លឹកដល់ពេលយើងមកមើលតែបន្តិចប៉ុណ្្នឹងឯងចឹងយើងចាប់វេទនាសង្ឃៈកាលពីសប្តាហ៍មុនយើងចូលមកដល់មេរៀនថ្មីចម្ពោះថ្មីគឺហេតុសង្ឃៈហ្នឹងហេតុសង្ឃៈណាហេតុមិនហេតុទេហេតុយើងអានហេតុហ្នឹងដោយសារយើងសំនៀងខ្មែរហ្នឹងតែយើងអានហេតុវាអត់មានអតុហ្នឹងទេតែបើយើងអានបាលីហេតុអញ្ចឹងពាក្យថាហេតុសង្ឃៈមកពីពាក្យថាហេតុបូកនឹងសង្ឃៈហ្នឹងអញ្ចឹងឯកទេសអាត្មាមិនមែនវេជ្ជញែកស័ព្ទនៅក្នុងទីនេះទេណាគឺព្រៀងប្រែយកតែម្ដងហេតុប្រែថាជាធម៌ឲ្យផលកើតឡើងអញ្ចឹងក្នុងន័យនេះគឺជាន័យដែលយើងសម្រួមពីនៅក្នុងន័យរបស់ហេតុសង្ឃៈណាញាតិញោមពីព្រោះហេតុនេះយើងប្រែថាឫសគល់ក៏បានប្រែថាជាមូលក៏បានប៉ុន្តែនៅក្នុងហេតុសង្ឃៈនេះតួរបស់ធម៌ដែលជាតួហេតុនេះគឺឲ្យន័យថាជាធម៌ឲ្យផលកើតឡើងនឹងមួយទៀតឲ្យផលនៃធម៌នោះតាំងនៅសុខក្នុងអារម្មណ៍មួយទៀតឲ្យចម្រើនឡើងបានអញ្ចឹងក្នុងនេះមានអធិប្បាយនៅក្នុងទំព័របន្ទាប់នោះដែលឈ្មោះថាហេតុនិយាយរួមទៅអានឹងវាដើរតួដូចជាបច្ច័យអញ្ចឹងណាញាតិញោមនឹងវាដើរតួជាអ្នកឧបត្ថម្ភដល់ពពួកធម៌ដតីទៀតមានចិត្តនិងចិត្តសឹកជាពិសេសគឺពួកចិត្តដែលវាតាំងមមសុបនៅក្នុងអារម្មណ៍ហ្នឹងអញ្ចឹងកន្លែងនេះអាត្មាដាក់ថានឹងអធិប្បាយនៅទំព័របន្ទាប់ពីព្រោះទៅសេ3ន័យនេះវាអត់អស់អញ្ចឹងចាំបាច់ដាក់មួយសន្លឹកទៅខាងក្រោមបន្តិចហើយដល់តែពាក្យថាសង្ឃៈប្រែថាការសង្គ្រោះឬក៏ការរួបរួមណារួបរួមឬក៏សង្គ្រោះបញ្ចេញបញ្ចូលអញ្ចឹងណាដូចនេះវេទនាសង្ឃៈប្រែរួមថាការសង្គ្រោះហេតុមានន័យថាអញ្ចឹងការសង្គ្រោះហេតុនេះគឺការរួបរួមហេតុនឹងឯងមានន័យថាជាការសង្គ្រោះចិត្តនិងចិត្តសឹកដោយប្រភេទនៃហេតុទាំងនៃហេតុ6នេះទីទៀតយើងនឹងឃើញណា
ដែលប្រកបជាមួយមានលោភៈហេតុជាដើមចឹងនៅក្នុងបណ្ដា6នេះមានលោភៈហេតុជាដើមអញ្ចឹងពាក្យថាហេតុសង្កហៈប្រែថាការសង្គ្រោះហេតុការសង្គ្រោះហេតុក្នុងទីនេះគឺសំដៅទៅលើការសង្គ្រោះចិត្តនិងចិត្តសឹកណាទៅក្នុងហេតុទាំង6អញ្ចឹងហេតុ6នឹងមានអីខ្លះហើយវាទៅកើតជាមួយនឹងចិត្តសឹកពួកណាដែលជាចិត្តសឹកគ្នាវាផងហើយវាទៅអាស្រ័យជាមួយនឹងពួកសហេតុកៈចិត្តណាខ្លះដែលកើតជាមួយនឹងវាដែរអញ្ចឹងយើងមើលអត្ថាធិប្បាយនៃ3ពាក្យនេះ3ន័យនេះនៅក្នុងទីនេះអធិប្បាយហេតុទាំង6ដែលប្រកបក្នុងចិត្តនិងចិត្តសឹកនោះមានន័យ3យ៉ាងគឺអញ្ចឹងន័យ3យ៉ាងនៃអាត្មាគូសត្រេមិញហ្នឹងយើងយកមកអត្ថាធិប្បាយសង្ខេបនៅកន្លែងនេះជាធម៌ឲ្យផលកើតឡើងបានន័យថាផលដែលកើតจากហេតុនោះបានន័យថាផលដែលវាកើតអំពីហេតុនោះគឺបានដល់កាយកម្មវិច័យកម្មមនោកម្មជាកុសលខ្លះជាអកុសលខ្លះជាអព្យាកតៈខ្លះឬខណ្ឌ5ខ្លះដែលប្រកបឡើងទាំងក្នុងបដិសន្ធិកាលនិងប្រវត្តិកាលអញ្ចឹងតួរបស់ហេតុទាំង6នេះឯងគឺវាដាក់តួឧបត្ថម្ភជាអ្នកឧបត្ថម្ភឲ្យនៅធម៌ទាំងឡាយនឹងកើតឡើងបានមិនថាធម៌ទាំងនោះដែលកើតឡើងទាក់ទងជាមួយនឹងការធ្វើសកម្មភាពដោយអំពើកម្មផ្សេងដូចជាការនិយាយអីក៏ថ្មអាស្រ័យចិត្តឃើញទេឧទាហរណ៍ចិត្តថ្មបរិញ្ញាគណៈពេលនេះចិត្តថ្លាស្អាតចិត្តដែលតាំងនៅក្នុងព្រះធម៌នៅក្នុងការសិក្សាអញ្ចឹងទៅគឺដោយអំណាចនៃកុសលចិត្តក៏វាបង្កើតនៅអេកធិវមួយយ៉ាងគឺទាក់ទងមួយកាយកម្មឃើញថ្មគូសវាអីចឹងទៅឲ្យថ្មនឹងនិយាយចឹងទៅហ្នឹងហើយឬក៏ឲ្យថ្មគិតអីផ្សេងចឹងទៅអញ្ចឹងអាទាំងអស់នឹងឯងគឺវាដែលប្រភពនៃសភាពនៃចិត្តដែលជាកុសលខ្លះជាអកុសលខ្លះនឹងឬក៏ពួកអព្យាកតៈខ្លះដូចជាគណៈព្រះអរហន្តដែលលោកប្រព្រឹត្តកិច្ចការអីផ្សេងជាដើមណាឬក៏តួធម៌ទាំងអស់នឹងឯងវាក៏ជាឧបការៈវាក៏ដើរតួឧបត្ថម្ភនៅក្នុងខណ្ឌ5ខ្លះណាដែលកើតឡើងទាំងក្នុងបដិសន្ធិកាលនិងប្រវត្តិកាលណាអញ្ចឹងកន្លែងតួធម៌នៅកន្លែងនេះដែលជាធម៌ឲ្យផលកើតឡើងបានគឺលោកចង់សម្ដៅវាមានច្រើនរបៀបទាក់ទងនឹងការបង្កើតនៅកាយកម្មវិច័យកម្មមនោកម្មផងហើយវាបង្កើតទាំងវិបាកនិងកម្មវិជ្ជរូបទៀតមិនថាទាំងក្នុងបដិសន្ធិកាលនៅក្នុងប្រវត្តិកាលនឹងអញ្ចឹងតែយើងមើលទៅហាក់ដូចជាហេតុទាំង6ចុះដូចនៅក្នុងកម្មដែលបង្កើតកម្មវិជ្ជរូបនឹងសពួកចិត្តដែលមានហេតុបង្កើតដែរញាតិញោមជាតួកម្មមកអញ្ចឹងក៏វាអាចបង្កើតនៅក្នុងបដិសន្ធិកាលក៏មាននៅក្នុងប្រវត្តិកាលក៏មានហ្នឹងអញ្ចឹងពួកចិត្តទាំងអស់ហ្នឹងឯងវាសុទ្ធតែមានហេតុប្រកបនៅក្នុងហ្នឹងនៅដូចជាតួកម្មជាដើមមួយទៀតឲ្យផលនៃធម៌នោះតាំងសុបនៅក្នុងអារម្មណ៍បានន័យថាកាលបើភ្នែកឃើញរូបជាដើមរហូតដល់ចិត្តនឹកគិតរឿងរ៉ាវផ្សេងកុសលចិត្តក្តីអកុសលចិត្តក្តីដែលជាសហេតុកៈចិត្តអញ្ចឹងអាភ្នែកឃើញរូបឃើញអីហ្នឹងជាចក្ខុវិញ្ញាណវាមិនមែនជាសហេតុកៈចិត្តទេត្រូវអត់វាគឺជាអហេតុកៈចិត្តក៏ប៉ុន្តែលោកគ្រាន់តែនិយាយអំពីដំណើរនៃការឆ្លងកាត់តាមទ្វារភ្នែកជាដើមអញ្ចឹងទៅរហូតមកដល់គណៈពេលដែលចិត្តដឹងរឿងរ៉ាវឬក៏ចិត្តគិតរឿងរ៉ាវអីផ្សេងដោយអំណាចនៃកុសលចិត្តកើតក្តីឬក៏អកុសលចិត្តកើតក្តីដែលវាជាប្រភេទនៃសហេតុកៈចិត្តកើតបើកើតឡើងគឺរមែងកាន់យកអារម្មណ៍ផ្សេងនោះទុកឧទាហរណ៍ឃើញរូបអញ្ចឹងទៅវាមានរូបមកជាអារម្មណ៍អញ្ចឹងទៅមានសម្លេងជាអារម្មណ៍អីចឹងទៅនៅពេលដែលវិធីចិត្តកើតឡើងឬក៏គិតរឿងរ៉ាវផ្សេងទៀតនៅក្នុងអារម្មណ៍ទាំងអស់នោះក៏កើតបនកើតបែបសភាពចិត្តទាំងអស់នឹងឯងប៉ុន្តែសួរសភាពចិត្តដែលជាសហេតុកៈចិត្តនោះនៅពេលដែលកើតឡើងគឺវាមានសភាពសុបនៅក្នុងអារម្មណ៍វាគ្រាន់តែជាឧបការៈបាទអាត្មានិយាយឲ្យស្រួលស្ដាប់ថាវាជាឧបការៈវាគ្រាន់តែជាផ្នែកមួយដែលជួយធ្វើឲ្យកម្លាំងរបស់ចិត្តក្នុងការសុបនៅក្នុងអារម្មណ៍ពីព្រោះបច្ច័យនៃការសុបនៅក្នុងអារម្មណ៍វាមិនមែនមានតែតួហេតុទាំង6តែប៉ុណ្្នឹងទេសូម្បីតែតួធម៌ផ្សេងដូចជាអធិមោខៈដូចជាឯកកតាចិត្តសឹកអីជាដើមក៏វាដើរតួជាផ្នែកមួយធ្វើឲ្យសុបនៅក្នុងអារម្មណ៍ដែរសូម្បីតែតួសតិក៏វាធ្វើឲ្យសុបនៅក្នុងអារម្មណ៍បានដែរក៏ប៉ុន្តែដោយហេតុគឺធម៌នេះឯងក៏វាជាបច្ច័យមួយដ៏សំខាន់សម្រាប់ធ្វើឲ្យចិត្តវិថីចិត្តរបស់ញាតិញោមដែលជាសហេតុកៈចិត្តហ្នឹងគឺវារមែងមានអារម្មណ៍ឬក៏កាន់យកអារម្មណ៍ហ្នឹងគឺតាំងសុបមាំហ្មងហ្នឹងហើយចំណែកអហេតុកៈចិត្តរមែងមិនតាំងមាំល្អក្នុងអារម្មណ៍ទេដោយសារាយដែរគ្មានរឹសដែលលើទឹកណាអញ្ចឹងបានអាហេតុទាំង6ហ្នឹងលោកឧបមាដូចរឹសឈើញាតិញោមឬឈើដែលមាននៅក្នុងដីហើយវាខ្យល់មកវា
อดធ្វើឲ្យដើមឈើនឹងរលំយ៉ាងណាមិញតួរបស់សាកតួហេតុ6ហ្នឹងវាជាគ្រឿងឧបត្ថម្ភដល់ពួកសហេតុកៈចិត្តហ្នឹងគឺឲ្យវាសុបនៅក្នុងអារម្មណ៍ហ្នឹងអញ្ចឹងហើយបើសិនជាអត់មានឫសទៅវារលំតែចំពោះពួកអហេតុកៈចិត្តនេះវាមានចិត្តសិកដែលធ្វើការជាមួយវាក៏ពិតមែនវាគ្រប់គ្រាន់ក្នុងការមានបច្ច័យគ្រប់គ្រាន់ក្នុងការឃើញរូបក៏ពិតមែនក៏ប៉ុន្តែចិត្តនេះឯងវាជារមែងសភាពចិត្តដែរវាអត់តាំងមាំសុបល្អនៅក្នុងអារម្មណ៍អញ្ចឹងហើយបានជានៅក្នុងពួកអហេតុកៈចិត្តឬក៏ទ្វិបញ្ចវិញ្ញាណ10ឯហ្នឹងសុទ្ធតែជាប្រភេទចិត្តដែលវាមានកម្លាំងខ្សោយហ្នឹងអញ្ចឹងពួកអហេតុកៈចិត្តហ្នឹងវាអត់តាំងមាំល្អនៅក្នុងអារម្មណ៍ទេហ្នឹងវាមានអារម្មណ៍ដែរគ្រាន់ថាវាអត់មាំក្នុងអារម្មណ៍ហ្នឹងហើយកិច្ចការងារមាំក្នុងអារម្មណ៍នេះមិនមែនយើងអ្នកធ្វើឲ្យមាំគឺវាជាតួធម៌ម្យ៉ាងវាជួយឲ្យសភាពនៃចិត្តដែលជាពួកសហេតុកៈចិត្តហ្នឹងវាសុបល្អនៅក្នុងអារម្មណ៍ហ្នឹងហើយអញ្ចឹងបើហេតុកៈចិត្តលោកឧបមាទៅដូចសារាយដែលទឹកពោះត្រូវហើយសារាយវានៅក្នុងទឹកវាមាននៅមួយកន្លែងណាដែលទៅនេះដែលទៅនោះអីចឹងទៅយ៉ាងណាមិញពួកអហេតុកៈចិត្តហ្នឹងគឺវាអត់មានពួកហេតុទាំង6ហ្នឹងជួយឧបត្ថម្ភវាទេចឹងហើយទៅជាសភាពរបស់ចិត្តដែលវាអត់តាំងមាំល្អនៅក្នុងអារម្មណ៍អញ្ចឹងពាក្យថាឲ្យចម្រើនឡើងបានន័យថាកាលចិត្តកាន់យកអារម្មណ៍ផ្សេងរងចាំឱកាសមានកម្លាំងច្រើនឡើងខណៈដែលចិត្តមានកម្លាំងហើយរមែងមានអំណាចធ្វើឲ្យបុគ្គលនោះប្រព្រឹត្តសុចរិតឬក៏ទុច្ចរិតបានអញ្ចឹងកន្លែងទូហេតុទាំង6នេះលោកនិយាយអំពីសហេតុកៈចិត្តដែលមានឥទ្ធិពលឧទាហរណ៍ដូចក្នុងជាអកុសលចិត្តជាអកុសលកម្មអីចឹងទៅហ្នឹងភាពលោភលន់ចង់បានគិតយូរទៅរហូតដល់ទ្រាំបានក៏អាចដល់ថ្នាក់កុហកដល់ថ្នាក់លួចឆក់ប្លន់អីចឹងទៅពីផ្ដើមចេញពីអាលោភៈខាងក្នុងចឹងទៅឬក៏គំនិតរបស់ទោសៈនៅក្នុងអកុសលចិត្តគុំគិតយូរនៅពេលដែលវិថីចិត្តនឹងវាគិតតែរឿងនឹងដដែលហើយដដែលទៀតអត់ទៅណាអញ្ចឹងគឺវាធ្វើឲ្យមានកម្លាំងប្រហូតដល់ប្រព្រឹត្តអំពើអាក្រក់ដោយការបៀតបៀនឬការបន្ទុះអីចឹងទៅដោយរឿងសមណសិទ្ធិដែលត្រូវបានបរោះអនាថាម្នាក់ហ្នឹងគាត់បៀតបៀនលោកសិទ្ធិណាគាត់ដុតស្រែលោកសិទ្ធិកាប់ជើងគោលោកសិទ្ធិបំផ្លាញទ្រព្យសម្បត្តិលោកសិទ្ធិចង់ទន់សម្លាប់លោកសិទ្ធិទៀតដោយសារតែដំបងស្ដាប់ពាក្យលោកសិទ្ធិទៅគុំពាក្យដែលលោកសិទ្ធិពោលថាបរោះនេះដើរយប់ប្រហែលជាមិនបានដេកពេលយប់អីទេក៏ដើរអីចឹងទៅដល់ពេលអញ្ចឹងទៅគុំពាក្យប៉ុណ្ណឹងថាដូចមើងងាយគាត់អីចឹងណាអញ្ចឹងគាត់ដេកដាប់ធ្វើចេញទៅជើងអញ្ចឹងទៅស្ដាប់ពាក្យលោកសិទ្ធិទៅប៉ុណ្ណឹងឃើញកម្លាំងកម្មក្នុងចិត្តអន្សំយូរខ្លាំងវាមានឱកាសប្រព្រឹត្តធ្វើនៅកម្មអញ្ចឹងតួដែលកន្លែងនេះឯងគឺសហេតុកៈចិត្តហ្នឹងលោកពោលថាវារមែងធ្វើឲ្យចម្រើនឡើងបានគឺចម្រើនឡើងក្នុងទីនេះគឺសំដៅទៅលើការដែលចិត្តហ្នឹងវាកាន់យកអារម្មណ៍រឿយឲ្យមានកម្លាំងហើយក៏ធ្វើនៅបាបកម្មហ្នឹងទៅនឹងអញ្ចឹងទៅនឹងឬក៏ដូចញោមភិនីដូចថ្មអីចឹងទៅមានចិត្តទៅថ្វាយបង្គំពុទ្ធស្ថានណាគិតទៀតជ្រះថ្លាហើយជ្រះថ្លាទៀតដល់ពេលមានឱកាសមួយត្រូវទៅបានហេតុបច្ច័យគ្រប់ក៏ទៅតែម្ដងទៅឃើញទេណាឬក៏ញាតិញោមប្រព្រឹត្តសុចរិតធម៌អីជាដើមចឹងទៅណាអញ្ចឹងទាំងអស់នឹងឯងបោស្រោមវិញថាគឺលោកពោលសំដៅទៅលើនៅក្នុងពួកសហេតុកៈចិត្តណាញាតិញោមណាសហេតុកៈចិត្តដែលប្រកបដោយហេតុ6នេះឯងសុទ្ធតែឲ្យតែចិត្តនឹងដែលប្រកបដោយហេតុទាំង6នេះគឺចិត្តទាំងអស់នឹងឯងវាមានសភាពធ្វើឲ្យសុបនៅក្នុងអារម្មណ៍ផងហើយវាជាបច្ច័យបង្កើតនៅវិបាកឬក៏អំពើកម្មផ្សេងផងហើយវាជាបច្ច័យធ្វើឲ្យមានកម្លាំងធ្វើឲ្យបុគ្គលនឹងប្រព្រឹត្តអំពើសុចរិតនិងទុច្ចរិតនេះនៃរបស់ហេតុទាំង6ហ្នឹងហើយដែលយើងថាជាឫសជាគល់អញ្ចឹងយើងនិយាយថាជាឫសក៏បានវាអត់ខុសដោយសារអីដោយសារនៅក្នុងសេចក្តីហ្នឹងក៏លោកបញ្ជាក់ថាវាប្រៀបដូចជាឫសឈើដែរតួហេតុ6ហ្នឹងអញ្ចឹងហើយបើយើងរៀននៅក្នុងមហាប្រធានតួហេតុហ្នឹងវាមានន័យផ្សេងទៀតណាញាតិញោមមិនមែនត្រឹមតែប៉ុណ្្នឹងទេវាមានហេតុតោវាមានបច្ចយហេតុវាមានឧត្តមហេតុមានសាធារណហេតុអីទៀតនឹងអញ្ចឹងប៉ុន្តែនៅក្នុងសេចក្តីនេះយើងមិនបាច់តន់លោតអីដល់មហាប្រធានអីវែងឆ្ងាយយើងគ្រាន់តែនិយាយថាធម៌ទាំង6នេះវាជាឥទ្ធិពលម្យ៉ាងនៅក្នុងសហេតុកៈចិត្តដែលប្រកបដោយហេតុទាំង6ណាមួយឲ្យតែមានហេតុទាំង6ណាមួយកើតឡើងទី1វាធ្វើឲ្យ
ផលនៃធម៌កើតឡើងបានន័យថាវាអាចសំជាកម្មអីចឹងទៅឬក៏វាការទៅជាកុសលចិត្តក៏មានអកុសលចិត្តក៏មានហើយដល់ពេលកើតមកវាសុបល្អក្នុងអារម្មណ៍វាអត់ដូចអហេតុកៈចិត្តដល់ពេលវាសុបយូរហើយបើសិនជាចិត្តហ្នឹងវាសភាពនៅក្នុងចិត្តនៃការគិតរឿងផ្សេងមិនល្អឬក៏ល្អច្រើនទៅវាអាចទៅជាមានកម្លាំងក្នុងការប្រព្រឹត្តអំពើកម្មផ្សេងហ្នឹងទៅហ្នឹងហើយដូចយើងគិតស្អប់ដំបងស្អប់មុំដល់យើងស្អប់ទៀតស្អប់ហើយគិតទៀតប្រកាន់ជាប់ប្រកាន់ឡើងថ្ងៃក្រោយប៉ះស្ពាសម្ដីតន្តិចផ្ទុះយោបដោយឃើញទេអាហ្នឹងវាអាចពីកម្លាំងនៃសភាពរបស់ពួកសហេតុកៈចិត្តអាការកើតនៅក្នុងអកុសលឬក៏កុសលចិត្តហ្នឹងអញ្ចឹងសរុបរួមមកថាទូហេតុ6នេះវាដើរតួជាឧបការៈហ្នឹងហើយវាដើរតួជាឧបការៈជាគ្រឿងឧបត្ថម្ភដល់ពួកសហេតុកៈចិត្តនៃវាតែប៉ុណ្្នឹងឯងជាគ្រឿងឧបត្ថម្ភដល់សហេតុកៈចិត្តប៉ុណ្្នឹងនៃវាតែប៉ុណ្្នឹងឯងចាប់បានទេញាតិញោមtiền các bạn có cái tiền là họ có tiền ចាញាតិញោមផ្សេងtiềnខ្លះtiền ហ្នឹងហើយខ្លះអរគុណញាតិញោមខ្លះក៏យកដែរឲ្យទៅបានណែញាតិញោមពីនេះគណៈលោកចាស់គណៈបានតែលោកចាស់គណៈកំពុងកាត់លោកចាស់មានតរតិកាគណៈណូតទុកបន្តិចគណៈអរគុណណែឥឡូវយើងទៅមុខថែមតិចទៀតអញ្ចឹងហេតុដែលជាគ្រឿងជាឧបការៈឲ្យតែមានចិត្តសឹកពួកនេះញាតិញោមចំណាំណាយើងរៀនសពដងយើងឃើញតួនាទីរបស់ចិត្តសឹកផ្សេងមានអីខ្លះដែលជួយឲ្យចិត្តហ្នឹងវាមមសុបល្អក្នុងអារម្មណ៍មានអីខ្លះញាតិញោមមើលថាមើលមានអីខ្លះមានលោកភៈហេតុទោសហេតុលោកភៈហេតុទោសហេតុយកពីដំបូងឥឡូវអា1អា3នេះអា6នេះយើងដឹងហើយមែនទេណាប៉ុន្តែមានពណ៌ដែលវាធ្វើឲ្យចិត្តហ្នឹងវាសុបល្អនៅក្នុងអារម្មណ៍ទៀតមានប្រភេទពួកចិត្តសឹកអីខ្លះតែវាមិនមែនជាតួហេតុទេវាមានតួនាទីឧបត្ថម្ភដល់ចិត្តដែរតែវាមិនមែនជាតួហេតុមានឯកកតាឯកកតាឯកកតាធិមកខៈទៅចុះមកខៈណាធិមកអធិមកខៈវិរិយៈវិរិយៈវាគ្រាន់តែជួយឲ្យចិត្តសឹកជាយាមវិរិយៈសតិមួយទៀតសតិចិត្តសឹកសមាធិចឹងកូនចាស់សមាធិនឹងឯកកតាញោមណាហ្នឹងហើយឆន្ទៈអបអង្គចេតនាឆន្ទៈឆន្ទៈវាគ្រាន់តែជាសារធាតុម្យ៉ាងជាសារធាតុម្យ៉ាងនៅពេលដែលវានៅមួយចិត្តវាធ្វើឲ្យពេលដែលវាកើតឡើងវារបៀបដូចថាវាជាវត្ថុម្យ៉ាងធ្វើឲ្យមានមុនស្នេហ៍អញ្ចឹងតួរបស់ឆន្ទៈហ្នឹងណាតួឆន្ទៈហ្នឹងគឺវាជាធัวជាទីប្រាថ្នាឲ្យចិត្តវាមានអារម្មណ៍ហ្នឹងប្រាថ្នាអារម្មណ៍ឲ្យជារបស់ចិត្តប្រាថ្នាឲ្យចិត្តហ្នឹងវាមានអារម្មណ៍តែប៉ុណ្្នឹងទេអញ្ចឹងនៅក្នុង3នឹងឯងគឺសំខាន់ដែលវាពាក់ព័ន្ធជាមួយនឹងហេតុទាំង6នេះមានឯកកតាអធិមកខៈនិងសតិធម៌ទាំង3នេះក៏វាមាននាទីសម្រាប់ជួយធ្វើឲ្យចិត្តហ្នឹងវាសុបនៅក្នុងអារម្មណ៍ក្រៅថាគណៈពេលដែលវាកើតហ្នឹងវាមានរឿងរ៉ាវផ្សេងដែលយើងត្រូវយកមកនិយាយហើយទាំងអស់នេះវាសុទ្ធតែជាការងាររបស់ចិត្តសឹកវាទៅធ្វើការជាមួយនឹងចិត្តនឹងអញ្ចឹងវាធ្វើឲ្យសុបនៅក្នុងអារម្មណ៍ដែរហើយសូម្បីតែឯកកតាក៏វាកើតជាមួយនឹងចក្ខុវិញ្ញាណគេនេះណែអញ្ចឹងក៏វាមានសភាពដែលធ្វើឲ្យសុបនៅក្នុងអារម្មណ៍នឹងដែរអានឹងមួយរឿងផ្សេងអានឹងបច្ច័យរបស់ចក្ខុវិញ្ញាណប៉ុន្តែនៅពេលដែលសភាពរបស់ចិត្តជាសហេតុកៈចិត្តមានតែពួកនេះញោមមានតែ6នេះហ៎អា6នេះឯងវាធ្វើឲ្យសភាពចិត្តទាំងអស់នោះមានសភាពនៅក្នុងការសុបនៅក្នុងអារម្មណ៍ហើយវាធ្វើឲ្យអាចប្រព្រឹត្តនៅអំពើកម្មផ្សេងបានហើយវាក៏អាចបង្កើតនៅផលបង្កើតនៅកម្មហើយក៏វាអាចបង្កើតនៅវិបាករបស់កម្មវានៅក្នុងន័យដែលយើងនិយាយមិញអញ្ចឹងណាអញ្ចឹងហេតុទាំង6នេះវាជាគ្រឿងឧបការៈដល់សហេតុកៈចិត្ត1លោភៈហេតុអង្គធัวគឺបានដល់លោភៈចិត្តសឹក2ទោសៈហេតុអង្គធัวគឺបានដល់ទោសៈចិត្តសឹក
3 mô hạ hét ông thua cứ bàn đòn mô hạ chết sẵn 4 lô phẹ hét ông thua bàn đòn à lô phẹ chết sẵn 5 ạ tô xa hét ông thua bàn đòn ạ tô xa chết sẵn 6 ạ mô hạ hét ông thua cứ bàn đòn bà nhà chết sẵn chẳng số tha tần năng bây giờ bịa tha sẽ tới lô phẹ sẽ tới tô xa sẽ tới mô hạ sẽ tới ạ lô phẹ sẽ tới ạ tô xa sẽ tới hạ tha ạ mô hạ cô bây giờ tiến tế chấm lại cho này thằng tê bây giờ score chết sẵn từng ở đây từ hai nàng chẳng không mình đa chết từ sắc từng ở miền bờ miền mán chết từ sáng tập pe chặt đồ chết từ sắc từng ở miền ha sập pi nàng ha sập pi ní đọ bờ môi trên sao màn sai bờ môi sao sai bờ môi chẳng sai bờ môi ní mình men chỉ tu hạt bờ môi để đo ní cứ là cái này ní chỉ hạt chết từ sắc sen cái pi bờ môi ní mình men chỉ tu hạt kia nè hạt này chẳng su tha cho chết từ sắc sen nắng chỉ hạt đại tế tha mình men chỉ hạt để hạt biên tại bờ môi ní nếu không hạt từ sang cả hạt này này chẳng được không hai tờ sang cả hạt ấy cứ đợi tranh bị nẻ đợi tranh vào bị nẻ ca sừng cru hai tên của mỗi đợi tranh bị nẻ đợi tranh bị chết từ sắc ra cứ đợi tranh bị chết từ sắc chẳng trong miền trung sẽ gặp miền tử thô cứ bên đó từ không bao giờ mặt thô nâng từ đây tên mà slide tiền chẳng hai tên của mỗi mới nhận dùng squad hai lô phệ hai tô xạ hai màu hạ hai à lô phệ hai à tô xạ hai à màu hạ hai nơi không mà đa hai tầng pi đi cứ trai tranh ta chia sao thì nạ hết hai nắng ạ sao thì nạ hết hai nắng sao thì nạ hết lô phệ hết tô xạ hết màu hạ hết bay khẳng đàm ní cứ chỉ ạ sao thì nạ hết ạ sao thì nạ hết ra ta hết mình là sao thì nạ hết ra ta hết đấy là miền này khác miền ạ lô phệ hát ạ tô xạ hát ạ màu hạ hạt chẳng bây giờ tha hát đã trai chỉ pi đã sẵn khai miền này khác nhận nhôm ai trả lại này bàn đấy toàn đấy trắng là toàn dân dễ tha hát miền bờ mùi tai bờ mùi nắng dân pol đã sẵn khai miền pi miền ạ sao phình hát nắng sao phình hạt nắng có sưu dối hạt pram muối chai chỉ hạt bầy mấy pi lấy chai chỉ bầy mình đòn vô hai tên của muối nên từ đại tiết mà chai hạt bầy khẳng đám chỉ ạ có sao là hạt nè prata hạt cứ ạ có sao vì pro mấy bàn thai chỉ hạt chỉ ạ có sao vì pro về ca được không ấy được không phụ thôi chỉ ạ có đó tới ạ lô phê ạ tô sa ạ mô hạ hạt thằng bầy ni cứ vì ban hạt pí cứ hạt tha cột sao là hạt cứ hạt đã chia cột sáu hai năng áp chia cái tạ hạt cứ hạt đã chia áp chia cật nó cứ ban này tham mệnh vì mình nơi hàng nè vì mình nơi không cột sao còn mình nữ không áp cột sao còn vì mình nơi nè cứ ban đo lấy cứ ban đo bị bá cả hạt nên kệ giá hạt nè chẳng xu tha bia từng ở ní hạt ý bị ban chung nâng mau bị nè mấy có cái prai chung từng ở ní chỉ thua và bùa từng ở ní cái sao ta chỉ thua xu tha ban chung từng ở ní mau bị nè cứ ban mau bị chung rồi bỏ chật nè ban mau bị chung này chia rồi bỏ chật chẳng cái xu ta hạt bay miền này khác nhìn nhầm ai chla sẵn khai này bán miền ai có sao là hạt cột sao là hạt áp chia cả tạ hạt nè hai nơi không áp chia cả tạ hạt đến vậy thay vì ba cả hạt cả bán kia thì hạt có bàn toàn này trắng nhận giống toàn cái này này ấn hạt 7 mặc cái tạ miền pi miền bạc nó miền kia đã mùi nói của bạn đang nói về miền cái sầu
ពីសរុប នេះគេ គេហៅអព្យាកតៈ អព្យាកតៈហ្នឹងវាអព្យាក្រឹតទេវាកណ្ដាលឬក៏វាមិនទៅខាងណាពេលថាវាមិនទៅខាងណាក្នុងទីនេះបានន័យថាវាជាកុសលក៏មិនមែនជាអកុសលក៏មិនមែនសូម្បីតែតួរូបធម៌ក៏ជាអព្យាកតៈដែរញោមណាកុសលក៏មានអកុសលក៏មិនមែនអញ្ចឹងវាជាអព្យាកតៈធម៌អញ្ចឹងបើសិនជាយល់បានទៅមកសិលឹកទៀតហ្នឹងដោយសារអីវាអត់បាក់យល់មានញាតិញោមឆ្ងល់ ខ្ញុំមកស្កាំចាក់គ្រូ បង កណាឆ្ងល់កន្លែងអលោភៈហេតុ3ហ្នឹងបានដល់អកុសលហេតុនិងអព្យាតហេតុប៉ុន្តែខាងក្រោមវាអាល្អក៏វាមិនទៅអាក្រក់ក៏វាមិនទៅប៉ុន្តែវាបានដល់អលោភៈហេតុនិងអទោសៈហេតុដូចគ្នានឹងចា៎ បងអលោភៈទោសហេតុដូចគ្នាត្រូវញោមហ្នឹងដែលវាកើតនៅក្នុងពួកចិត្តដែលជាវិបាកវាកើតនៅក្នុងពួកចិត្តដែលជាកិរិយាអញ្ចឹងញោមកំលៀងអញ្ចឹងហេតុនេះគឺមាន3ដូចគ្នាបងហើយយើងអត់តន់បែកណាតែមុខទៀតមានបែកទៀតវិបាកហេតុហ្នឹងមានស្អីខ្លះណាកិរិយាហេតុហ្នឹងមានអីខ្លះទៀតណា កណា ចំនួនរបស់ចិត្តហ្នឹងចឹង ចឹងលោកម្ចាស់គ្រូអព្យាកតៈហេតុហ្នឹងយើងអាចថាអព្យាកតៈហេតុជាអលោភៈហេតុអទោសៈហេតុអមោហៈហេតុក៏បានដែរហើយឬក៏ហៅម្យ៉ាងទៀតគឺឲ្យល្អិតឲ្យមួយទៀតក៏គឺបានដល់វិបាកហេតុនិងកិរិយាហេតុក៏បានដែរលោកម្ចាស់ ត្រូវហេតុហ្នឹងក៏បានអត់ខុស អញ្ចឹងតែបញ្ជាក់អញ្ចឹងព្រោះអីកុំឲ្យពួកគាត់ច្រឡំចឹងកណាមកជួនកាលទៅមើលទៅឃើញថាអព្យាកតៈហេតុហ្នឹងគឺបានដល់វិបាកហេតុនិងកិរិយាហេតុតាមពិតអព្យាកតៈហេតុហ្នឹងហៅថាអលោភៈហេតុក៏បានអទោសហេតុក៏បាន ត្រូវ ចឹងហើយបើមួយទៀតបើគេពោលដល់ខាងអព្យាកតៈហេតុបានដល់វិបាកហេតុក៏ត្រូវកិរិយាហេតុក៏ត្រូវដែរ ត្រូវត្រូវញោមហ្នឹងក៏ប៉ុន្តែកន្លែងនេះយើងរៀនអំពីយកអា6ហ្នឹងមកចែកឲ្យចេញជា3អញ្ចឹងណាមិនចែកចេញជា2ចែកចេញជា3 កន្លែងចែកចេញជា3ហ្នឹងអានឹងគាត់មិនចាស់ចែកឲ្យមើលសិនឯដល់ពេលចែកមួយទៀតទៅខាងក្រោមទៀតមែនអត់ចា ត្រូវខ្ញុំត្រូវចែកកន្លែងត្រូវចូលមួយចិត្តពួកអកុសលហេតុហ្នឹងមានចិត្តអីខ្លះអញ្ចឹងណាញោមមានទៀត ដោយសារម្ចាស់គ្រូដាក់អញ្ចឹងកណាឆ្ងល់វិញថាអព្យាកតៈហេតុបានដល់វិបាកហេតុកិរិយាហេតុប៉ុន្តែវាកើតចេញពីអលោភៈហេតុហ្នឹង3ហ្នឹងដល់ពេលអកុសលហេតុនេះក៏វាកើតចេញពីកន្លែងហ្នឹងតើហេតុអីបានអព្យាកតៈហេតុហ្នឹងវាអកុសលក៏វាមិននៅហើយនឹងកុសលហ្នឹងក៏វាមិននៅជាមួយចឹងនិយាយចឹង ពីព្រោះពួកធម៌ទាំងអស់នេះវាចែកដាច់អំពីគ្នាវាមានពួកជាតិផ្សេងគ្នានៅធម៌នេះជាតិរបស់វាគេហៅថាអីញោមអកុសលជាតិមកគ្រួសារមកក្រុមគ្រួសាររបស់គេ កណា ដល់ទៅនៅក្នុងកុសលហេតុវាជាកុសលជាតិគេគ្រួសារមកក្រុមរបស់គេដល់តែអព្យាកតៈហេតុនេះវាអត់នៅក្នុងអានេះក៏អត់នៅក្នុងអានេះមែនទេ ជាវិបាកហើយនឹងកិរិយា វាជាវិបាកនិងកិរិយាអញ្ចឹងគឺវានៅក្នុងពួកវិបាកជាតិហើយនៅក្នុងពួកកិរិយាជាតិហើយតាមពិតវាតែហេតុពួកនឹងឯងក៏ប៉ុន្តែវាចូលនៅក្នុងជាតិណាតួហេតុហ្នឹងគឺវាឲ្យឈ្មោះទៅតាមពួកជាតិហ្នឹងហ្នឹងហើយវាបែបហ្នឹងណាញោម កណាយល់លំចាស់ អញ្ចឹងទៅមួយទៀតមិញហៅចាត់ជា6ហ្នឹងបំបែកមកជា2 6បំបែកមកជា3 6បំបែកទៅជា4ម្ដងមើលតន់ណាហើយកន្លែងមិញនេះញោមកំលៀងកន្លែងឲ្យគិតទៅចេញជា4នេះលោភៈហេតុទោសៈហេតុនិងមោហៈហេតុ3នេះជាអកុសលហេតុអលោភៈហេតុអទោសៈហេតុអមោហៈហេតុបំបែកមកបាន3ហេតុអញ្ចឹងអាខាងលើមួយទៀតបានទាំងអស់សរុបទៅ4ហេតុអញ្ចឹងមែនទេ មិញកន្លែងនេះនេះវិបាកហើយនឹងកិរិយាហេតុហ្នឹង
បើយើងគិតជាហេតុ3ឈ្មោះគេមិញអី ជាកតា អព្យាកតហេតុបើជាអព្យាកតហេតុមិញយើងអត់គូអញ្ចឹងទេមែនទេយើងអត់គូអញ្ចឹងទេយើងគូបានតែ3ទេនេះមិញយើងពោលមកបានតែ1 2 3មែនអត់ កណា ហ្នឹងហើយដល់ពេលមកដល់កន្លែងនេះគឺយើងបាន4 1 2 3 4ចឹងហើយគេហៅថាហេតុ6ចែកជាហេតុ4យល់ កណា ទៅមួយទៀតឥឡូវហេតុចេញមកពី10ហេតុម្ដងប្រភេទពួកហេតុដែលញោមរៀបរាប់មិញនេះនៅក្នុងអានេះដែលអាត្មាបញ្យល់មិញតែនេះអាត្មាគ្រាន់តែអេតបន្ថែមបន្តិចហេតុ12ដោយប្រភេទនៃជាតិទាំង4អញ្ចឹងជាតិទាំង4នេះវាជាប្រភពនៅក្នុងពួកកុសលជាតិពួកចិត្តសឹកណាកើតនៅក្នុងពួកកុសលហៅថាកុសលពួកចិត្តសឹកណានៅកើតនៅក្នុងអកុសលហៅថាពួកកុសលជាតិពួកចិត្តសឹកណាកើតនៅក្នុងពួកវិបាកចិត្តហៅថាវិបាកជាតិពួកចិត្តសឹកណាដែលកើតជាមួយនឹងកិរិយាចិត្តហៅថាជាកិរិយាជាតិនឹងអញ្ចឹងនៅក្នុងអកុសលជាតិមានហេតុ3គឺលោភៈហេតុទោសហេតុមោហៈហេតុបាន3នេះចំនួនលេខនៅនេះចាំបូកបញ្ចូលគ្នាតើបាន12អត់នៅក្នុងកុសលជាតិមានហេតុ3អលោភៈហេតុអទោសហេតុអមោហៈហេតុនៅក្នុងវិបាកជាតិមានហេតុ3គឺអលោភៈហេតុអទោសហេតុអមោហៈហេតុនៅក្នុងកិរិយាជាតិមានហេតុ3គឺអលោភៈហេតុអទោសហេតុអមោហៈហេតុហ្នឹងហើយអញ្ចឹងអាហារទាំងអស់នឹងឯងខ្ញុំរាប់រាយទៅបាន12ឥឡូវ3ហើយវាមាន4បន្ទាត់3 4ដង12នេះតួលេខក៏នៅកន្លែងនេះដែរនឹងគេឲ្យឈ្មោះថាហេតុទាំង12សរុបមកបានហេតុ2 10នឹងគេបើគេពោលថាហេតុ12ឯងញោមណាអញ្ចឹងវាមានហេតុលើសពី12រហូតដល់ទៅ200ហេតុជាង283ហេតុរបៀបគិតអញ្ចឹងទៅមុខទៀតគិតរហូតដល់ច្រើនហេតុមែនទែនហ្មងនៅចាប់បាន10ហេតុ12គឺយកពីអាក្នុងអាទាំង4មិញហ្នឹងវាពាក្យដដែលទេគ្រាន់តែរបៀបចែកដូចជាការពង្រាយសេចក្តីទៅឲ្យឈ្មោះតាមចំនួនដែលមាននៅក្នុងអាតួរបស់ប្រភេទហ្នឹងណាអញ្ចឹងវាបាន2 10ទៅចុះបើសិនជាអាត្មាសួរថានៅក្នុងហេតុទាំង12នេះបើសរុបមកបានហេតុប្រមាណសរុបមកបានហេតុប៉ុន្មានហេតុ6ត្រូវគឺហេតុមានត្រឹមតែ6ហ្នឹងឯងសួរថាមិនបានហេតុ6អាខាងលើបាន3ខុសគ្នាដល់ខាងក្រោមសាក់ដូចគ្នាទាំងអស់អញ្ចឹងបើដូចគ្នាទាំងអស់បើដូចគ្នាយើងយកទៅ1ដូចគ្នាយកទៅ1អញ្ចឹងដូចគ្នា3គឺយើងវាបាន3នេះឃើញទេណាលើ1អាក្រោមបាន1 1 1 3នេះវាបាន6យល់តែហេតុ12របៀបគិតហេតុ12ហ្នឹងហេតុថាប្រកិនការសង្គ្រោះរបៀបសង្គ្រោះពេលរាយតែមុខថែមតិចទៀតហេតុដែលនៅក្នុងអកុសលជាតិហៅថាអកុសលហេតុអានេះយើងកាន់តែទាញនៃពីអាហ្នឹងមកឲ្យមែនទេហេតុនៅក្នុងកុសលជាតិហៅថាអកុសលហេតុហេតុនៅក្នុងវិបាកជាតិអូនថាកុសលហេតុលោកចាស់ក្រោមហេតុនៅក្នុងកុសលជាតិហៅថាកុសលហេតុមិនអកុសលហេតុទេលោកចាស់ច្រឡំមាត់ប្រហែលជាមាត់បាត់បេះដូងហ្នឹងញោមកណាលោកចាស់ហេតុនៅក្នុងកុសលជាតិហេតុថាហេតុទៀតអីគេញ៉េហេតុនៅក្នុងកុសលជាតិហៅថាកុសលហេតុហេតុនៅក្នុងវិបាកជាតិហៅថាវិបាកហេតុហេតុនៅក្នុងកិរិយាជាតិហៅថាកិរិយាហេតុវិបាកហេតុនិងកិរិយាហេតុនេះហៅថាអព្យាកតហេតុនិយាយរួមទៅវិលចុះវិលឡើងដដែលទេញោមកំលៀងមិនយល់ទេញោមកណាម្ចាស់ឥឡូវទៅមុខមួយទៀតណាអត់លឿនទេដោយសារដដែលគ្រាន់តែមើលរបៀបមើលឲ្យឃើញចែកហេតុ6មក2មក3មក4មក5 12ហើយចូល15តែម្ដងចែកហេតុ15ដោយប្រភេទនៃភូមិទាំង4ភូមិ4មានអីខ្លះនេះកាមាវចរៈភូមិ
ចឹងហៅថាកាមភូមិរូបាវចរៈភូមិអរូបាវចរៈភូមិលោកតរៈភូមិភូមិក្នុងទីនេះភូមិរបស់អីភូមិរបស់អីញោម ភូមិរបស់ចិត្ត ត្រូវភូមិរបស់ចិនមិនមែនភូមិយើងរស់នៅទេណាគឺភូមិរបស់ចិនភូមិយើងរស់នៅភូមិភពរបស់សាស្ត្ររស់នៅផ្សេងភូមិរបស់ចិត្តផ្សេងកុំច្រឡំគ្នា អវតារភូមិលោកចាអវតារ អវតារភូមិអញ្ចឹងនៅក្នុងកាមាវចរៈភូមិហៅថាកាមហេតុឈ្មោះហ្នឹងគឺដោយសារគេគិតទៅតាមភូមិអញ្ចឹងទៅវាមានឈ្មោះទៅតាមនឹងដែរឃើញទេកាមហេតុនេះដោយសារតែពពួកចិត្តទាំងអស់នេះដែលមានសហេតុកៈចិត្តនៅក្នុងកាមាវចរៈភូមិនេះគេឲ្យឈ្មោះថាកាមហេតុអញ្ចឹងមាន6ដល់ពេលញាតិញោមនិយាយកាមាវចរៈភូមិញាតិញោមសម័យឃើញចិត្តប៉ុន្មានដួងសម័យតិចមើល 54ដួង 54ប៉ុន្តែក្នុងទីនេះមានអគ្រប់ទេមានអគ្រប់ទេណាកាមាវចរៈភូមិក្នុងទីនេះដកពួកអហេតុកៈចិត្តចេញ ចេញ18ចេញ ឥឡូវ54ដល់18សល់ប៉ុន្មាន 54ដល់18មើលមួយស30ជាងទៅលំចាស់ ប៉ុន្មាន 36កន្លះ36 36 ចាស់ព្រម ត្រូវអញ្ចឹងនៅក្នុងនេះកាមាវចរៈភូមិនេះគឺមានតែចិត្ត36ដួងទេដែលយកមកពលនៅក្នុងកាមហេតុយល់បើនិយាយពីកាមាវចរៈភូមិមួយគឺវាបាន50ដួងតែបើសិនជាយើងនិយាយអំពីកាមហេតុនៅក្នុងកាមាវចរៈភូមិនេះគឺមានតែ36ដួងហ្នឹងហើយតិចទៀតចែកទៅក្រោមទៀតហើយតិចទៀតមានអត្ថាធិប្បាយទៅក្រោមតិចទៀតចឹងមានហេតុ6យើងដឹងហើយនៅក្នុងកាមាវចរៈភូមិនេះអកុសលមានទាំងអស់ទាំង12ណាមានកាមាវចរៈកុសលកាមាវចរៈសោភណៈមានប៉ុន្មាន24បូក12 36មិញណាអញ្ចឹងអាទាំងអស់ហ្នឹងសរុបមកមានហេតុ6រូបាវចរៈភូមិកន្លែងនេះមានចិត្តប៉ុន្មានដួងមានប៉ុន្មានមានចិត្ត15ដួងនៅក្នុងរូបាវចរៈភូមិតួរបស់ចិត្តនេះរូបាវចរៈភូមិគេហៅថារូបហេតុគេហៅរូបហេតុចឹងហ្មងណាអញ្ចឹងរូបហេតុនេះវាសុទ្ធតែជាសហេតុកៈចិត្តអញ្ចឹងប្រកបដោយហេតុតែ3ទេគឺអលោភៈហេតុអទោសហេតុអមោហៈហេតុហេតុអីបានជាអត់មានអកុសលហេតុនៅក្នុងហ្នឹងញាតិញោមហេតុអីមូលហេតុអីបានអត់មាន ចុះចាស់អកុសលហេតុពួកអីរូបាវចរៈភូមិសិទ្ធិអ្នកមានបញ្ញាលោកចាស់សិស្សសម្បត្តិចិត្តផលគឺពួកកុសលសិទ្ធិពួកកុសលជាតិទាំងអស់មែនទេចា៎នឹងអកុសលជាតិមកការជាមួយនឹងកុសលជាតិមិនកើតទី3អរូបាវចរៈភូមិបានពលដល់ចិត្តបានចិត្តប៉ុន្មានដួងជារូប12ដួងត្រូវបាន12ណែហេតុថាអរូបហេតុនេះគឺមានហេតុ3គឺអលោភៈហេតុអទោសហេតុនិងអមោហៈហេតុដោយអានេះដែរលោកតរៈភូមិបានពលដល់ចិត្តប៉ុន្មានដួងពឹស្ដាប់តែ10ដួង8ឬ40ហ្នឹងហើយកន្លែងនេះគេឲ្យហៅថាលោកតរៈហេតុអញ្ចឹងបើគេនិយាយថាលោកតរៈហេតុយើងដឹងបាត់ហើយគឺបានដល់អលោភៈហេតុអទោសហេតុអមោហៈហេតុនៅក្នុងទីនេះទាំងអស់នេះគឺសុទ្ធតែមានឈ្មោះហៅទៅតាមប្រភេទរបស់ភូមិនៃចិត្តអញ្ចឹងបើគេនិយាយប្រកាមហេតុញាតិញោមដឹងហើយមែនទេថាចង់សំណែយកនៅក្នុងពួកកាមាវចរៈចិត្តបើគេនិយាយរូបហេតុគឺនិយាយពីហេតុដែលនៅក្នុងរូបាវចរៈចិត្តគេនិយាយអរូបហេតុគេចង់និយាយអំពីហេតុទាំង3ដែលនៅក្នុងរូបាវចរៈចិត្តអរូបាវចរៈចិត្តបើគេនិយាយលោកតរៈហេតុគឺសំដៅទៅលើហេតុដែលវាកើតនៅក្នុងពួកលោកតរៈចិត្តអញ្ចឹងសរុបមកបាន15 6និង3 9
9 និង 3 12 12និង 3បាន10 15ឃើញថាហេតុ15ហ្នឹងអាមុនហេតុ12នេះហេតុ15តើណាមួយស្លឹកនេះតែមួយទៀតណែគឺហេតុចែកដោយប្រភេទបុគ្គលហេតុចែកហេតុ26ចែកដោយប្រភេទបុគ្គលក្នុងទីនេះគឺមានពុទ្ធជន1ពុទ្ធជន2ព្រះសោតាបណ្ណបុគ្គល3ព្រះសកតាគីមិបុគ្គល4ព្រះអនាគីមិបុគ្គល5ព្រះអរហន្តអញ្ចឹងពុទ្ធជនមានហេតុ6គឺមានលោភៈហេតុជាដើមអញ្ចឹងបាននិយាយហេតុ6វាគ្រប់ហើយហើយមិនបាច់សរសេរច្រើននាំតែដាក់អក្សរច្រើនទៅវាឃើញច្រើនអញ្ចឹងឃើញតែលោភៈហេតុជាដើមវាគ្រប់បាត់ហើយព្រោះហេតុនៅក្នុងហេតុទសង្ខៈនេះនិយាយតែហេតុទាំង6ទេអញ្ចឹងបានហេតុ6ព្រះសោតាបណ្ណបុគ្គលមានហេតុ6គឺមានលោភៈហេតុជាដើមដោយពុទ្ធជនដែរសកតាគីមិបុគ្គលមានហេតុ6មានលោភៈហេតុជាដើមដោយព្រះសោតាបានដែរព្រះអនាគីមិបុគ្គលមានហេតុ5វាទោសៈហេតុមួយចេញហេតុអីបានជាវាទោសៈហេតុមួយចេញណាគេលះតាក់ឧស្សាហ៍ពីសមឆន្ទទេឧស្សាហ៍ពីទួងហើយឧស្សាហ៍ទេគឺសារតែលះទោសៈចេតសិកនេះដាច់ជាសមុញឆែតដាច់ពូជហើយទោសៈនេះអស់ពូជហើយចំពោះព្រះអនាគីមីលោកអត់មានខឹងអត់មានអីទេអត់មានបដិខេអីទេអញ្ចឹងហើយទៅកន្លែងនេះលោកអស់ហេតុមួយបាត់ហើយអញ្ចឹងសរុបទៅលោកមានហេតុប៉ុន្មាន5មាន5បើហេតុចំណែកឯព្រះអរហន្តមានហេតុ3គឺអលោភៈហេតុអទោសៈហេតុអមោហៈហេតុហេតុអីក៏មិនមាន6ព្រោះលោកលោកបានលះទៅហូរហៅបងទាំងគឺដាច់ជាសម្បត្តិជាសម្បត្តិឆេតណាពីព្រោះលះអស់ដាច់ជាសម្បត្តិឆេតតែមានសល់ឬគល់នៃហេតុណាទៀតទេអញ្ចឹងសរុបមកមានហេតុ26នឹងបូកចូលគ្នា6 3ដង18 18 5 23មែន23និង3 26គ្រប់ទេនេះឃើញខាត26នៅចែកដោយប្រភេទបុគ្គលកាន់តែច្រើនទៅច្រើនទៅអញ្ចឹងអាកន្លែងកាន់តែច្រើនមកអាត្មាយកវាមកកញ្ចប់វាត្រឹមនេះឯងរបៀបពង្រាយមើលថាបើគេនិយាយថាហេតុ2ញាតិញោមក៏ឆ្លើយបានមើលសាក់ឆ្លើយសាក់មើលហេតុ2ហេតុ6ចែកជាហេតុ2មានអីខ្លះលោកអ្នកហេតុនៅអក្សរអ្នកហេតុកុំចាស់ត្រឹមត្រូវហេតុ3មានហេតុអីខ្លះហេតុ3ហេតុ6ចែកជា3មានអីខ្លះមានអកុសលហេតុកុសលហេតុនិងហេតុជាត្រឹមត្រូវហេតុចែកទៅជា4ហេតុ6ចែកទៅជា4ហេតុ4មានអីខ្លះមានអកុសលហេតុកុសលហេតុវិបាកហេតុនិងហេតុនិងកិរិយាហេតុហ្នឹងហើយត្រឹមត្រូវក្នុងនោះមិនមានហេតុ5អត់មានទេមានហេតុ4លោកចាហេតុ4ហ្នឹងម្ដងទៀតបាទលោកចាតែហេតុ6ចែកជា4មានអីខ្លះបាយអតិតៈហ្នឹងមកពីទៅមកពីលោកមិនចាស់ដូចថាអត់មានពិបាកអីនឹងកិរិយាហ្នឹងមើលរាប់ពីតបមួយមើលមានអីសាឡាកុតិពីនឹងកិរិយាហ្នឹងមាន4ហ្នឹងញោមសុផាន់តានេះញោមកណាទាំង4ហ្នឹងយើងចែកតាមជាតិអីលោកចាបើចែកយកពីជាតិមកញោមចឹងវាមានអកុសលហេតុវិបាកហេតុនិងកិរិយាហេតុណាវាអត់ចឹងថាចែកជា4វាបាន4ជាតិវាមានអកុសលជាតិកុសលជាតិវិបាកជាតិកិរិយាជាតិតែវាហេតុតែ3ដដែលទៅហេតុតែ6ដែរ
គេឲ្យឈ្មោះទៅតាមជាតិញោមឈ្មោះ ជាតិប៉ុនដំបង គេ គេ ឲ្យឈ្មោះ ចា តាមជាតិតែញោមហេតុ ប៉ុនដំបងគ្រប់ប្រភេទ ដោយអកុសលជាតិវាមាន3ហេតុ ប លោភៈទោសៈមោហៈកុសលជាតិវាមាន3ហេតុអលោភៈអទោសៈអមោហៈ ប វិបាកជាតិក៏មាន3ហេតុដែរអលោភៈអទោសៈអមោហៈទេយជាតិក៏មាន3ហេតុដែរលោភៈអលោភៈអទោសៈអមោហៈសរុបមក6ហេតុដែរហេតុដែរណាចាស់មិនបាត់បោកវាឡើងចឹង អានឹងរបៀបគិតញោមរបៀបគិតថាបើសិន លេងទៀតចា វាទៅ3ដល់ប៉ុន្តែបូកឡើងដោយសារបូកលេខប្រមាណហ្នឹងណាដើម្បីឡើងហ្នឹង វាតែ3នឹងតែញោមយ៉ាងសប្បាយ ដែរទេ អ លោកបង នេះចែកហេតុ6ជាមួយហេតុ ចែកទៅ មិនចែកតាមជាតិទេមិនខំមិនកណាសួរតាមជាតិ អញ្ចេះញោមដោយសារអញ្ចេះលោភៈទោសៈមោហៈបើវាកើតនៅក្នុងពួកកុសលជាតិគេឲ្យឈ្មោះវាជាកុសលហេតុហើយយើងមិនអាចរៀបរាប់វាថាជាលោភៈហេតុជាទោសៈហេតុបើគេនិយាយថារឿងអកុសលហេតុយើងដឹងបាត់ហើយមែនទេញោមយើងដឹងថាហេតុដែលវាកើតនៅក្នុងពួកអកុសល សុំម្ដងទៀតមកលោកចាស់ហេតុក្នុងអកុសលជាតិចឹងឯងលោកចាស់ បើឥឡូវចេះវិញឥឡូវនិយាយពីអកុសលជាតិមួយអកុសលជាតិមានហេតុ3មែនទេញោម កណាមានហេតុ អញ្ចឹងនៅក្នុងហេតុ3ហ្នឹងបើសិនជាវានៅក្នុងអកុសលជាតិអាតួហេតុ3ហ្នឹងគេឲ្យឈ្មោះសរុបវាមកក្រុមហៅថាអកុសលហេតុអញ្ចឹងតែម្ដងឲ្យឈ្មោះវាតែមួយឯងហៅថាអកុសលហេតុអានេះណាឲ្យឈ្មោះថាអកុសលហេតុវារបៀបហ្នឹងញោមអញ្ចឹងបើញោមយល់អានេះបានមួយអាផ្សេងក៏នៅដូចគ្នា អកុសលជាតិយើងហៅអកុសលហេតុ ត្រូវពួកហេតុដែលកើតនៅក្នុងអកុសលជាតិហៅថាអកុសលហេតុពួកហេតុដែលកើតនៅក្នុងកុសលជាតិហៅថាកុសលហេតុពួកហេតុដែលកើតនៅក្នុងវិបាកជាតិហៅថាវិបាកហេតុពួកហេតុដែលកើតនៅក្នុងកិរិយាជាតិហៅថាកិរិយាហេតុហើយទាំងអស់នេះសុទ្ធតែជាអហេតុកៈចិត្តឬក៏នៅក្នុងពួកសហេតុកៈចិត្ត ក្នុងសហេតុកៈចិត្ត បើអញ្ចឹងទាំងអស់នេះសុទ្ធតែនិយាយពីសហេតុកៈចិត្តទាំងអស់ចាប់បានទេញោមនៃរបៀបគ្រាន់តែរបៀបហៅឲ្យយើងស្គាល់តែណាអញ្ចឹងនៅក្នុងន័យខ្លះយើងអត់ចាំបាច់ទៅសេអីដល់តែ3អញ្ចឹងយើងពោលតែពាក្យថាអកុសលជាតិមួយយើងដឹងតែបាន3ប៉ុណ្ណឹង អបអបថងស ណាអញ្ចឹងគ្រាន់តែយើងនិយាយថាអកុសលជាតិមិនវាបានអានេះ3បាត់ហើយតើណាញោមគ្រាន់តែរបៀបហៅបង មកសំណុំ បង កណាចាប់បានតែកណាឆ្ងល់ដល់បូកហេតុឡើង12នេះបើហេតុពីដដែលដល់6ដល់បើហេតុអកុសលជាតិតែអកុសលហេតុហ្នឹងកណាយល់ បង លោកចាស់សួរថា គេបើកតួលេខនឹងបញ្ចូលគ្នាញោមគេគ្រាន់តែបើកតួលេខនឹងបញ្ចូលគ្នាតែឲ្យឃើញតែឈ្មោះបាន12អញ្ចឹងណាញោមបាទអានេះអា4នេះគេឈប់គិតតែគេមិញគេនិយាយរបៀបហេតុ4ហ្នឹងហើយដល់ពេលដែលគេគិតហេតុ12គឺគេរបៀបគិតតួលេខអានេះអញ្ចឹងព្រោះថាប្រយោជន៍ សួរបើលោកចាស់សួរថាម៉េចលោកចាស់ បើសិនជាអាត្មាសួរមិញអាត្មានិយាយរឿងហេតុដែលហេតុទាំង6នេះចែកជា4ញាតិញោមដឹងហើយហើយកន្លែង12នេះអាត្មាអត់បានសួរទេណាមិញអាត្មាសួរតែត្រឹមហេតុ6ចែកជា4តែមានឈ្មោះហេតុអីខ្លះហ្នឹងឥឡូវសួរដល់ហេតុនេះវិញសំណួរសួរថាហេតុទាំង6ចែកនៅក្នុងប្រភេទនៃជាទាំង4សរុបទៅបានហេតុប្រមាណ 12 12ទេ ហ្នឹងហើយ ហេតុ4អកុសលហេតុកុសលហេតុឧបហេតុកិរិយាហេតុតែកុំចាស់ អានេះជាតិតែ ជាតិប៉ុន្តែអកុសលជាតិហៅថាកុសលហេតុ កន្លែងនេះអាកន្លែងនេះយើងនិយាយឲ្យនៅញោមលក្ខណៈ ដល់ចឹងកុំចាស់ នេះកន្លែងនេះយើងពោលហើយយើងពោលអានេះតែញោមនេះហេតុ6ចែកជា4 ក្រាកុំចាស់ ហេតុ6នេះចែកជា4យើងនិយាយហើយដល់តែមកដល់កន្លែងនេះគេនិយាយហេតុ12ម្ដងហើយមែនតើគឺវាដកយកចេញតែពីអានេះឯងចេញពីអានេះហ៎
គ្រាន់តែនេះវាត្រូវការបញ្យល់ថែមបន្តិចទៀតទៅកុសលជាតិមានហេតុ3អីចឹងទៅចឹងណាញោមវាតាមតលនេះពេលនេះ ចាស់ស្មាននៅជាមួយនេះចា៎ បើឃើញកុសលជាតិនេះហើយគឺគេសំដៅយកតួរបស់ចិត្តដែលវាមានហេតុអាស្រ័យហើយកុសលជាតិនេះចំណាំទៀតណាតួចិត្តសឹកណាញាតិញោមគាត់តែឈ្មោះវាវាកើតមួយចិត្តអីវាឈ្មោះអញ្ចឹងវាចិត្តមានកុសលជាតិអកុសលជាតិដែរទៅ ណាសូមគេតែអញ្ចឹងដើម្បីដាក់ថាបានត ឯងចាំស្ដាប់នៅឯងមួយចំណងជើងដោយសារហេតុអីលោកចែកដោយធរចែកដោយជាតិចែកដោយភូមិចែកដោយបុគ្គលអញ្ចឹងបានជាមានហ្នឹងចាប់អាចំណងជើងរបស់លោកដាក់ទៅនឹងយើងអាចយល់ហើយហើយដល់លោកសួរចំណងជើងលោកសួរចែក3ជាចែក2ប្រហែលចែក3ប្រហែលចែក4ប្រហែលលោកប្រឡប់យើងឯងតាមពិតលោកដាក់ហ្នឹងគឺចែកដោយធរចែកដោយជាតិចែកដោយភូមិចែកដោយបុគ្គលវាមាន4ប្រភេទហ្នឹងចាប់តែ4ហ្នឹងបានយើងអត់វែងទេ ត្រូវហើយ អរគុណណាមី នៅក្នុងហ្នឹងឯងញោមចែកដោយធัวដោយជាតិដោយបុគ្គល លោកបំបាយដើម្បីឲ្យយើងដឹងចង់ចេញយ៉ាងម៉េចក៏អាចនៅក្នុងចិត្តសឹកដែលជាតួហេតុ6ហ្នឹងដែរ ហើយបាននិយាយអំពីឧបការៈរបស់វាគឺវិធីសាស្ត្រគិតឲ្យឃើញហេតុកាន់តែច្រើនទៅមុខទៀតចឹងណាញោមនេះគ្រាន់តែវិធីសាស្ត្រចែកជាដុំទេតទៅមុខទៀតគេចាប់ផ្ដើមបូកសរុបចូលគ្នាទាំងអស់តួហេតុនេះយកបូកចូលគ្នាទាំងអស់ឃើញប៉ុន្មានទៀតហ្នឹងជាឧបការៈ គ្រូ អត់ធូរតែមួយហ្នឹងយកអត់មានទៅណាគ្រាន់តែថាបើយើងនិយាយអានេះ3យើងយកអានេះមកបូកបញ្ចូលគ្នាមកវាបានច្រើនអញ្ចឹងទៅឈ្មោះថាហេតុ12អញ្ចឹងទៅវាគ្រាន់តែអញ្ចឹងហ្នឹងហើយមានអីទៀតទេ អស់ហើយនឹងចាស់កណ្ដាល ឥឡូវចូលមកដល់ហេតុ15បើសិនជាអាត្មាសួរថាតើហេតុទាំង15ចែកដោយប្រភេទនៃភូមិជប់ឈប់ចែកហេតុដោយប្រភេទនៃភូមិបានហេតុប្រមាណសរុបទៅបានហេតុប្រមាណបាន15បើអញ្ចឹងគេគិតដល់15ហ្នឹងជាហេតុតែ15នេះសរុបមកដោយសង្ខេបមានប៉ុន្មានមាន6 អញ្ចឹងអាតួអង្គធម៌ទាំងអស់នេះវាអត់ទៅណាតែអាហារ6ហ្នឹងវាអត់ទៅណាឆ្ងាយទេវានៅតែក្នុងហ្នឹងដែរអញ្ចឹងក្រុមតែវិធីសាស្ត្របូកពីតិចទៅច្រើនឧបការៈនៃការបូកអានេះទៅក្រោមទៀតបូកកាន់តែច្រើនជាងហ្នឹងទៀតអញ្ចឹងទៅមកស្លឹកទៀតហេតុ26ចែកដោយប្រភេទបុគ្គលនេះអាកន្លែងនេះក៏ទទួលយកបានទេហេតុ26ណាដូចទៀតហ្នឹងហើយពីលើមកអញ្ចឹងអាតួហេតុ26តួហេតុ15តួហេតុ12នេះវាសុទ្ធតែលទ្ធផលនៅពេលដែលយើងយកតែចែកនៅក្នុងពួកបុគ្គលពួកភូមិហ្នឹងហើយអញ្ចឹងមកដល់ចំណុចនេះគឺចំណុចកនេះគឺអាត្មាចាប់ផ្ដើមចែកដោយប្រភេទសោភនៈនិងអសោភនៈម្ដងចែកហេតុដោយប្រភេទសោភនៈនិងអសោភនៈតែអញ្ចឹងសំណួរដែលអាត្មាសួរដោយសង្ខេបនោះគឺវាមាន2មែនទេមានសោភនៈហេតុនិងអសោភនៈហេតុនេះកន្លែងនេះអសោភនៈហេតុមានហេតុ3គឺលោភៈហេតុទោសៈហេតុមោហៈហេតុប្រកបជាមួយនឹងចិត្តអកុសល12ដួងចឹង12ដួងហ្នឹងបាច់អាត្មាសួរកញ្ញាញោមដឹងដែរ2សោភនៈហេតុមានហេតុ3គឺអលោភៈហេតុអទោសៈហេតុអមោហៈហេតុប្រកបជាមួយនឹងសោភនៈចិត្ត59ឬក៏91ដួងចឹងអាចរកចិត្តចំនួនចិត្តនឹងឲ្យអាត្មាឃើញហ៎មានអីខ្លះ59មានអីខ្លះឈ្មោះសរុបមានកម្មវចរៈសាវនាចិត្ត24ហ្នឹងកាមាវចរៈសោបនៈចិត្ត24វិចរៈសោបនៈចិត្ត24រូបបាទចិត្ត27ហ្មងហ្នឹងមកកថា6ហើយលោកកត្រចិត្ត8ទៀត9ទៅជាសោភនៈទៀតណែលោកក៏ត្រាក់ចិត្ត8ឬមិន8ឬ40
ហ្នឹងហើយអញ្ចឹងសរុបទៅបូកបញ្ចូលគ្នាឃើញ91ឬក៏59នេះ ណាគឺយើងក្រាបមួយ បង គុំចាក់អាចត្រង់កណាសេអានេះយកពាក្យនឹងទាំងអស់យកឲ្យបានគុំចាក់ដាក់បើដាក់តោបដាក់មុនតោបដាក់ទៅឡងទៀតមិនទៅឡងព្រោះយើងចែកតាមលំដាប់ទៅណា ព្រោះលោកចាក់ដាក់លេខ1ដាក់តោបដាក់ទៅពេលទី2តោបដាក់ទៅពេលចំណងទៀតចាស់ដាក់តោបដាក់មុនវាបញ្ជាក់បដោអញ្ចឹង ការចំណងជើងហ្មងហ្នឹង លោកចាក់អសោបណៈហេតុហ្នឹងយើងមិនចាំបាច់ដាក់ដែលដាក់តែ3អញ្ចឹងហ្មងណាលោកចាស់ដាក់តែអសោបណៈហេតុមិនដាក់អសោបណៈចិត្តទេកណាអសោបណៈចិត្តពីមានអហេតុកៈចិត្ត13ទៀត នេះវាប្រើពាក្យថាប្រកបជាមួយញោមអា3នេះអា3នេះប្រកបជាមួយនឹងចិត្ត កណាមើលខំឃើញកណា ហើយនេះញោមលក្ខណៈ ហើយកុំចាស់កណាស្អប់ ទៅមួយទៀតនេះចាប់ផ្ដើមយកចិត្ត89ឬ121ដួងចែកជា2ប្រភេទណាចែកជា2ប្រភេទហើយយើងនឹងឃើញថាប្រភេទចិត្តណាខ្លះដែលប្រកបដោយហេតុចិត្តណាខ្លះដែលមិនប្រកបដោយហេតុអញ្ចឹងកន្លែងនេះគ្រាន់តែយើងឲ្យស្គាល់ពីឈ្មោះរបស់ចិត្តដើម្បីឲ្យយើងដឹងថាចិត្តពួកណាមានហេតុចិត្តពួកណាអត់ហេតុសិនអញ្ចឹងកន្លែងនេះអត់ទាន់និយាយថាមានហេតុប៉ុន្មានទេណាមួយស្លាយនេះអត់និយាយថាមានហេតុប៉ុន្មានទេប៉ុន្តែបើសិនជាអាត្មាសួរញញឹមប្រកបជាឆ្លើយបានសួររបៀបសរុបណាអញ្ចឹងចិត្ត89ឬ121ដួងនេះចែកជា2ប្រភេទមានអសោសំទោសមានអហេតុកៈចិត្តអហេតុកៈចិត្តមាន18ដួងនៅអហេតុកៈចិត្តមាន18ដួង18ដួងមានអកុសលវិបាក7មានកុសលវិបាកអហេតុកៈ8មានអហេតុកៈកិរិយាចិត្ត3ឈ្មោះថាអហេតុកៈចិត្តគឺពួកចិត្តដែលមិនប្រកបដោយហេតុហ្នឹងពាក្យប្រែវាណាពួកចិត្តមិនប្រកបដោយហេតុអញ្ចឹងកន្លែងនេះមានហេតុមួយកើតឡើងបានទេអហេតុកៈចិត្តមានហេតុមួយទេ អហេតុកៈចិត្តអត់ទេ អហេតុកៈចិត្តតែម្ដងសហេតុកៈចិត្តប្រែថាពួកចិត្តដែលប្រកបដោយហេតុមាន71ឬ103ណា103ដួងមានអីខ្លះមានអកុសលចិត្ត12មានកាមាវចរៈសោបនៈ25 24 អូ24តា 24នំយ៉ាគ្រូ អូសេខោ 3ដង24 ហ្នឹងហើយមានកាមាវចរៈសោបនៈ25អូទៀតដែរមានកាមាវចរៈសោបនៈ24មហាកតៈចិត្ត27លោកតរៈចិត្ត8ឬ40បូកបញ្ចូលគ្នាទៅឃើញ71ឬក៏121ដួង តាសេកុំចាស់អរគុណទី ហ្នឹងហើយហ្នឹងគ្រាន់តែប្រាប់អំពីចិត្តអ្នកលើនេះក៏និយាយអំពីសោបនៈចិត្តនិងអសោបនៈចិត្តដែរប៉ុន្តែបញ្ចូលហេតុនៅក្នុងហ្នឹងកោចែកដោយហេតុដោយសហេតុកៈចិត្ត71ឬ103ដួងដោយហេតុផ្សេងអញ្ចឹងពាក្យដែលហេតុផ្សេងហ្នឹងវាមានច្រើនណាវាមានឯកហេតុកៈចិត្តជាដើមអញ្ចឹងទៅទ្វេហេតុកៈចិត្តអីជាដើមអញ្ចឹងទៅណាអញ្ចឹងអាពាក្យផ្សេងនេះគឺជាឈ្មោះហេតុនៅក្នុងអានេះណាឈ្មោះលេខ1លេខ2លេខ3នេះណាមួយឯកហេតុកៈចិត្តដែលមានហេតុមួយមាន2ដួងគឺចិត្តអីខ្លះដែលមានហេតុមួយមាន2ដួងមានមោហៈមូលចិត្ត2មានមោហៈហេតុ2ទ្វេហេតុកៈចិត្តដែលមានហេតុ2មាន22ដួងគឺលោភៈមូលចិត្ត8មានហេតុ2លោភៈហេតុនិងមោហៈហេតុតោសមូលចិត្តមានហេតុ2គឺតោសហេតុនិងមោហៈហេតុញាណវិបយុទ្ធ12មានហេតុ2គឺអតោសហេតុនិងអមោហៈហេតុនឹងលោកឲ្យឈ្មោះថាទ្វេហេតុកៈចិត្តដែលមានហេតុ2ទាំងអស់មាន22ដួងហ្នឹងហើយ ចិត្តកកាយគុំចាស់ កន្លែងណាញោម ញិនវបយុទ្ធនេះគុំចាស់ញិនយុទ្ធ12នេះគុំចាស់លោកភៈទោសៈនេះអលោកភៈគុំចាស់ចាក់តំកាយកណាកាយហើយនេះកន្លែងនេះចាស់កន្លែងញិនវបយុទ្ធ12មានហេតុ2គឺនេះលោកដើម បើដល់ទៀតណា
យានដែលប្រយុទ្ធចិត្ត12នេះមានហេតុ2គឺអលោភៈហេតុនិងអតោសៈអមោហៈសំទោសមានអតោភៈហេតុនិងអតោសៈហេតុ ណា ហ្នឹងហើយអញ្ចឹងវាមានតែប៉ុណ្្នឹងហើយដល់ទេហេតុកចិត្តចិត្តដែលមានហេតុ3មាន47ឬ79ដួងគឺកាមវចរៈសោភិនៈចិត្ត12មហកតៈចិត្ត27លោកតរៈចិត្ត8ឬក៏40ណែអញ្ចឹងទាំងអស់នេះមានហេតុមែនមានហេតុ3និងហេតុ3ហ្នឹងសុទ្ធតែជាពួកសោភិនៈហេតុឬក៏ហៅថាអីទៀតហៅថាកុសលហេតុឬក៏ហៅថាអីទៀតវិបាកហេតុឬក៏ហៅថាអីទៀតកិរិយាហេតុហ្នឹងគឺចែកសហេតុកចិត្ត71ឬក៏103ដួងដែលហេតុផ្សេងនឹងហេតុនេះនឹងហេតុ3ប្រភេទនេះណានេះគឺយើងយកអានេះមកនិយាយមិញនេះកន្លែងនេះអត់ទាន់បញ្ចូលហេតុទេមែនទេញោមកន្លែងនេះអត់ទាន់បញ្ចូលហេតុហើយដល់តែនេះយកមកនិយាយគឺចាប់ផ្ដើមបញ្ចូលហេតុនៅក្នុងហ្នឹងអញ្ចឹងបើយើងមានបានគ្រឹះពីមេរៀនចិត្តសឹកមកហើយដល់មកដល់កន្លែងនេះគឺគេនិយាយយកចឹងឯងណាញាតិញោមចឹងប៉ុណ្ណឹងចាស់សូមសិក្ខាកាមទាំងអស់អនុមោទនាបានជាបច្ច័យនៃការរួចចាក់ទុកតែម្យ៉ាងពោះសូមអនុមោទនាខ្ញុំតទៅចេញញោមភនីធ្វើបច្ឆាកិច្ចសិក្សា ทุกสนุกนะตัวมาการลงจ้ะพุทธโยคลิตาตัวสาวพุทโธขณะตัวตังมันตัวเอ็นนาได้ขยมประกาศนาตัวไอ้เพลงพลอดให้ขนมประพุทธประทอประสัมจิมิจ้าส้มประพุทธประทอประสัมจิมิจ้าอดเนรตัวนุดอกยมประกาศนาตัวเอ็นนาได้ขยมประกาศนาตัวไอ้เพลงตัวจมพูลงจักรู้ทรงลงจักรู้อดเนรตัวนุดอกยมประกาศนาตัวขับสัตว์ยังไงเตียงปูงได้ดาวให้ในสักเดย์ตุกส้มไอจิสัตว์บัดสักเดย์ตุกเตอร์ได้ดาวให้ในเพยส้มไอจิสัตว์บัดเพยเตอร์ได้ดาวให้ในสักเดย์เศร้าส้มไอจิสัตว์บัดสักเดย์เศร้าเติมฟองรีบนนี้โจมีดอนเย็นแต่งหลายส้มเย็นแต่งหลายโจจะเนี่ยบานดอนนั้นสักเดย์สกจบสาธุ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 วิชาวิชาเข้าไปเป็นบริการnhận nhau sầm ran chỉ sọc thành cùng liên tiền cha xong mà ca cho anh cũng đi cho cô lên đi nghe nhôm nhận nhôm đó nghe rồi